hay suốt đời bom bồn từ học nia nhom chmua bữa tí ngày nay đá dương nâng mò thưa ca sẵn khạp sập hơi môi để mình chùm nón trên tha khu môn máy cheese hay dương nâng đọ vô nơi mê riêng mà chùm để dương ấy riêng bán bị không sập hơi đi phòng đài trong sẵn khạp rạm nhật ngõ nia tha sập hơi ní cứ kê trong này nôm ở dương chạy sầm rộp luôn chùm mùi nâng cá plak bắt đồ hơi kê ban ở này nôm chùm mùi nâng cần lư môi chùm nón để ai thua dương cho tập ra pra nước không caเตรียมខ្លួនដើម្បីទទួលយកនៅការផ្លាស់ប្ដូរនានាទី1អ្នកទាំងអស់គ្នាត្រូវតែចេះត្រៀមខ្លួនឲ្យបានរួចរាល់ជាមួយនឹងការផ្លាស់ប្ដូរផ្សេងៗនៅក្នុងជីវិតទី2អ្នកទាំងអស់គ្នាត្រូវតែចេះសម្របសម្រួលជាមួយនឹងការសម្របខ្លួនជាមួយនឹងការផ្លាស់ប្ដូរឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានជាជាងផ្ដេកផ្ដួលអារម្មណ៍ជាមួយនឹងភាពបរាជ័យទី3អ្នកទាំងអស់គ្នាត្រូវតែចេះរីករាយនៅក្នុងពេលលំបាកនៅក្នុងកំឡុងពេលអ្នកទាំងអស់គ្នាធ្វើការឈានជើងចេញពីកន្លែងចាស់ទៅរកកន្លែងថ្មីអញ្ចឹងត្រូវចេះរភាពរីករាយដោយចេះសម័យថាខ្លួនឯងហ្នឹងកំពុងតែរស់នៅជាមួយនឹងឈីថ្មីរបស់អ្នកទាំងអស់គ្នាទី2គឺត្រូវតែឆាប់ដោះលែងឈីចាស់អ្នកទាំងអស់គ្នាឲ្យទៅឲ្យឆ្ងាយហើយតោងយកឈីថ្មីឲ្យបានលឿនបំផុតហើយនឹងទី3ត្រូវតែចោទសួរខ្លួនឯងជានិច្ចថាតើការដែលយើងនៅមកកន្លែងហើយនឹងការដែលយើងទៅរកឈីថ្មីហ្នឹងតើមួយណាពិបាកជាងហើយត្រូវតែគិតថាបើសិនជាយើងអត់ធ្វើវាទេគឺយើងនៅតែមកកន្លែងលទ្ធផលគឺយើងដឹងហ្មងថានឹងធ្លាក់ប៉ុន្តែបើសិនជាយើងធ្វើវាលទ្ធផលគឺអាចទទួលបាន2គឺជោគជ័យហើយនឹងបរាជ័យអញ្ចឹងពេលខ្លះយើងដឹងហើយថាស្ថានភាពនៅខាងក្រៅគឺវាមិនអាក្រក់ដូចអីដែលយើងគិតទេពីព្រោះដោយសារតែភាគច្រើនគឺច្រើនខ្លាំងមែនតើហ្មងគឺពួកយើងគឺតែងតែរស់នៅក្នុងការគិតរបស់យើងជាជាងរស់នៅក្នុងស្ថានភាពខាងក្រៅពីព្រោះយើងគិតថាបើសិនជាយើងទៅរកការងារថ្មីទៅវាអាចនឹងពិបាកជាងមុនឬក៏បើសិនជាយើងទៅធ្វើការងារមួយនឹងយកអត់ដែរស្គាល់គេយើងពិបាកចាអញ្ចឹងចំណុចបន្ទាប់ទៀតគឺគេចង់ឲ្យយើងនឹងត្រូវត្រៀមខ្លួនឲ្យបានរួចរាល់នៅក្នុងការធ្វើការតតាំងជាមួយនឹងការផ្លាស់ប្ដូរលើโลกនេះគឺអត់មានអ្វីដែលថិតថេរទេគឺមានតែភាពមិនថិតថេរតែប៉ុណ្ណោះដែលថិតថេរអញ្ចឹងយើងត្រូវតែត្រៀមខ្លួនឲ្យបានរួចរាល់ជាមួយនឹងការផ្លាស់ប្ដូរគ្រប់សពបែបយ៉ាងនៅក្នុងជីវិតយើងអញ្ចឹងនៅពេលដែលយើងជួបរឿងទាំងនោះគឺវាមិនធ្វើឲ្យយើងពិបាកចិត្តឬក៏ខកចិត្តឬក៏ស្ដាយក្រោយដែលយើងអត់បានធ្វើវានៅពេលដែលយើងកំពុងមានអរគុណមែនតើសម្រាប់ការទស្សនាវីដេអូដល់ចប់ហើយនេះគឺជាវីដេអូទី1របស់ខ្ញុំដែលធ្វើការសម្រាយអំពីសភៅហើយលើកយកមេរៀនមួយចំនួនយកមកនិយាយបើអ្នកទាំងអស់គ្នាចូលចិត្តអ្នកទាំងអស់គ្នាអាចជួយចុច like ហើយបើសិនជាមានមតិបកស្រាយឬក៏រិះគន់ស្ថាបនាអ្នកទាំងអស់គ្នាអាច comment ខាងក្រោមនេះបានខ្ញុំនឹងធ្វើការអភិវឌ្ឍខ្លួនឯងបន្ថែមទៀតអញ្ចឹងអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ